มาไปឆ្នាំមុនប៉ាខ្ញុំចំណាយ30,000កែច្នៃប្រព័ន្ធទឹកភ្លើងដែលហួសសម័យក្នុងអគារសំបីតែលះបង់រៀនហើផ្ទះខ្ញុំដើម្បីដាក់ឧបករណ៍តែមកไปឆ្នាំក្រោយអ្នកជិតខាងបែរជាប្តឹងថារៀនហើខ្ញុំសាងសង់ខុសច្បាប់ខ្ញុំពន្យល់គាត់ថាពេលបិទចិត្តមិនបានយកកន្លែងសាធារណៈទេគាត់បែរជារករឿងថាខ្ញុំទៅវ៉ាដល់ចិត្តណាថែមទាំងទាញអ្នកជិតខាងផ្សេងទៀតមកនិយាយដើមខ្ញុំមិនចង់និយាយច្រើនជាមួយគាត់ទេគាត់បែរជាទៅប្តឹងខ្ញុំប្រាប់សន្តិសុខក្រុងថាខ្ញុំសាងសង់ខុសច្បាប់ពេលរៀនហើផ្ទះខ្ញុំត្រូវវីកំទេចបង្ហាញរបស់ដែលលាក់ទុកមកไปឆ្នាំមនុស្សពេញមួយអគារស្ទាយក្រោយយ៉ាងខ្លាំងរៀនហើផ្ទះឯងនេះពេលណាទៅរុះរើសួរឲ្យបងស្រីចៅពួកគាត់បានរីកាជាច្រើនដងហើយថារៀនហើបិទចិត្តរបស់ឯងនេះប៉ះពាល់ដល់សោភ័ណភាពអគារទាំងមូលប៉ះពាល់សោភ័ណភាពទោះបីយើងជាសង្កាត់ចាស់ក៏ត្រូវគិតពីសោភ័ណភាពរួមដែរកុំនិយាយរឿងមិនពិតខ្ញុំសួរឯងរៀនហើផ្ទះឯងមានលិខិតអនុញ្ញាតទេគ្មានទេចឹងរៀនហើផ្ទះឯងគឺសាងសង់ខុសច្បាប់តាមច្បាប់ត្រូវតែរុះរើឃើញពួកយើងទាំងពីរតានតឹងដាក់គ្នាអ្នកគ្រប់គ្រងវាងប្រញាប់សម្របសម្រួលស៊ូសុទ្ធតែអ្នកចិត្តខាងគ្នាបងស្រីចៅក៏ដើម្បីសេចក្តីសុខអ្នកទាំងអស់គ្នាដែរដើម្បីសេចក្តីសុខអ្នកទាំងអស់គ្នាផ្ទះគាត់នៅជាន់ទី5មួយផ្ទះខ្ញុំនៅជាន់ទី2រៀនហើផ្ទះខ្ញុំបាំងពន្លឺផ្ទះគាត់ឬរំខានផ្ទះគាត់កុំខ្វល់ថាខ្ញុំនៅជាន់ទីប៉ុន្មានខ្ញុំគ្រាន់តែមើលមិនយល់ពីអ្នកដែលបំផ្លាញបរិស្ថានសហគមន៍បានអញ្ចឹងយើងធ្វើតាមច្បាប់ទៅឲ្យតែអ្នកអាចយកលិខិតជូនដំណឹងរុះរើពីមន្ត្រីក្រុងបានខ្ញុំនឹងរុះរើភ្លាមខ្ញុំទាញបិទទ្វារយ៉ាងខ្លាំងហើយត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញខ្ញុំយកប្លង់ព្រៀងដែលប៉ាខ្ញុំគូមុនពេលគាត់ស្លាប់ដែលនៅលើនោះគឺជាគម្រោងកែលម្អបំពង់ទឹកនៃអគារយើងហើយទីតាំងរៀនហើផ្ទះខ្ញុំត្រូវបានគូររង្វង់ក្រហមយ៉ាងពិសេសរៀនហើនេះត្រូវបានបិទអស់រយៈពេល20ឆ្នាំមកហើយដល់ពេលដែលត្រូវបើកវាវិញហើយពេលនោះទូរស័ព្ទខ្ញុំក៏លោតសារមួយគឺជាសារក្នុងក្រុមម្ចាស់ផ្ទះអ្នកជិតខាងទាំងអស់គ្នាខ្ញុំបានទៅរកម្ចាស់ផ្ទះសាងសង់ខុសច្បាប់នៅជាន់ទី2ហើយអាកប្បកិរិយាគាត់អាក្រក់ខ្លាំងណាស់ប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភខ្ញុំបានរៀបចំឯកសារនៅខាងមន្ត្រីក្រុងរួចហើយមិនយូរទេគេនឹងចុះមករុះរើដោយបង្ខំបរិស្ថានសហគមន៍យើងត្រូវការអ្នកទាំងអស់គ្នាចូលរួមថែរក្សាក្រឡេកមើលសារគាំទ្រជើគួយហ្វិនជាបន្តបន្ទាប់នៅខាងក្រោមខ្ញុំក៏បិទទូរស័ព្ទដោយស្ងៀមស្ងាត់ថ្ងៃបន្ទាប់ប្រធានផ្នែកលីរបស់មន្ត្រីក្រុងបានហុចលិខិតជូនដំណឹងរុះរើមុខខ្ញុំមិនស្ទាក់ស្ទើរទេក៏យកប៊ិចមកស៊ីញ៉េឈ្មោះខ្ញុំពេលមន្ត្រីក្រុងចេញផុតទៅក្នុងក្រុមម្ចាស់ផ្ទះក៏ចាប់ផ្ដើមអួរម្ដងទៀតមន្ត្រីក្រុងចុះមកដល់ផ្ទះផ្ទាល់ទុកពេលចុងក្រោយឲ្យផ្ទះជាន់ទី2អាមួយត្រកូលស៊ុយនោះក៏ព្រមចុះញឹមភ្លាមចាំមើលថ្ងៃក្រោយវាហ៊ានក្អេងក្អាងទៀតអត់មានតែបងស្រីយ៉ាវទេដែលមានវិធីមនុស្សបែបនេះត្រូវតែប្រដៅខ្ញុំមិនខ្វល់ពីពាក្យសម្ដីចំអករបស់ពួកគេទេខ្ញុំក៏យកទូរស័ព្ទមកខលតើលោកគ្រូលៃមែនទេផ្ទះខ្ញុំមានរៀនហើមួយត្រូវវីចោលតម្លៃអាចចរចាបានខ្ញុំមានសំណូមពរតែមួយគត់គឺវីចោលមុនពេលមេឃភ្លឺយប់នោះក្រុមវីកំទេចបានមកដល់បូរីពេលកម្មករចាប់ផ្ដើមធ្វើការទូរស័ព្ទខ្ញុំញ័រមិនឈប់នេះផ្ទះអ្នកណាគេជួសជុលទាំងកណ្ដាលយកមិនឲ្យគេងទេអីគឺផ្ទះសាងសង់ខុសច្បាប់នៅជាន់ទី2ប្រហែលជាចាប់ផ្ដើមវាចោលហើយពីព្រឹកមិនធ្វើតតែកណ្ដាលយប់ទើបធ្វើឲ្យគេរំខានសំឡេងត្អូញត្អែក្នុងក្រុមម្ចាស់ផ្ទះនៅតែបន្តសូម្បីតែអ្នកគ្រប់គ្រងវង្កក៏ចេញមកនិយាយដែរជួអែនទូបីជាលោកកំពុងវីកំទេចសំណងខុសច្បាប់ក៏ដោយក៏មិនអាចធ្វើការកណ្ដាលយប់រំខានគេដែរអ្នកចិត្តខាងមានមតិច្រើនណាស់ប្រឈមមុខនឹងការរំខានក្នុងទូរស័ព្ទខ្ញុំមិនខ្វល់តតែសោះឃើញរៀនហើត្រូវគេវីបំបែកបន្តិចម្ដងក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមរំភើបប៉ាធ្លាប់និយាយថារៀនហើនេះជាការធានារបស់គ្រួសារយើងបើមិនចាំបាច់ទេកុំប៉ះពាល់វាឲ្យសោះតែពេលនេះគឺពួកគេបង្ខំខ្ញុំក្រោយពីវីកំទេចអស់រយៈពេល12ម៉ោងរៀនហើក៏ត្រូវបានវីកំទេចយ៉ាងស្អាតបំពង់ទុយោដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានលេចចេញមកតែជ្រេះស៊ីអស់ទាំងនេះគឺជាសរសៃឈាមនៃអគារនេះហើយបន្ទាប់ពីវីកំទេចរួចវាបានប៉ះពាល់ដល់អ្នករស់នៅព្រឹកថ្ងៃបន្ទាប់គ្រប់អ្នកភូមិបានផ្ទុះការជេរគ្នាមានអ្នកណាគិតថាទឹកនៅផ្ទះរៀងខ្សោយទេអំបាញ់មិញលាងបន្លែទឹកហូរខ្សោយជាងមុនមិនបានខ្ញុំមានអារម្មណ៍ថាមានក្លិនហ្គាសក្នុងផ្ទះតើបំពង់ហ្គាសក្នុងអគារមានបញ្ហាមែនទេអំពូលភ្លើងផ្ទះខ្ញុំទៅតែលោតអំបាញ់មិញមិនមែនសំបីតែភ្លើងក៏មិនដើរស្រួលដែរមែនទេឃើញអ្នកភូមិត្អូញត្អែមិនឈប់អ្នកគ្រប់គ្រងវាងប្រញាប់ចេញមកសម្របសម្រួលអ្នកទាំងអស់គ្នាកុំទាន់ភ័យពួកយើងនៅតំបន់ចាស់សម្ពាធទឹកមិនដើរស្រួលជារឿងធម្មតាទេមិនក៏អ្នកទាំងអស់គ្នាច្រើនរឿងម្លេះទាំងហ្គាសទាំងភ្លើងចុះផ្ទះខ្ញុំមិនអីបើបំពង់ផ្ទះណាខូចប្រញាប់ជួសជុលទៅកុំឲ្យប៉ះពាល់ដល់អ្នកផ្សេងក្នុងអគារពេលសារនេះចេញមកគ្រប់អ្នកភូមិទាំងមូលក៏ស្ងាត់ជ្រងំអ្នកភូមិគិតថាបញ្ហាទាំងនេះនឹងដោះស្រាយបានឆាប់តែមានតែខ្ញុំទេដែលដឹងថាបញ្ហាមិនមែននៅផ្ទះអ្នកណាទេគឺនៅក្នុងប្រអប់ Pandora ដែលខ្ញុំទើបតែបើកដល់ពាក់កណ្ដាលអាធ្រាត្រទឹកភ្លើងនិងហ្គាសក្នុងអគារមិនទាន់មានវិញទេការត្អូញត្អែក្នុងគ្រប់អ្នកភូមិកាន់តែខ្លាំងខ្ញុំបានទូរស័ព្ទសួរក្រុមហ៊ុនហ្គាសគេថាបំពង់តំបន់យើងគ្មានបញ្ហាទេរដ្ឋាភិបាលទឹកក៏ថាមិនទទួលបានរបាយការណ៍ពីការខូចខាតដែរក្រុមហ៊ុនអគ្គិសនីក៏ថាធម្មតាចុះវាមានបញ្ហានៅកន្លែងណាពេលនោះទីបំផុតមានអ្នកសួរសំណួរសំខាន់មួយតើអ្នកទាំងអស់គ្នាមានអារម្មណ៍ថារឿងទាំងនេះហាក់ដូចជាចាប់ផ្ដើមពីយប់ដែលជាន់ទី2វាកំទេចយកនោះទេខ្ញុំនឹកឃើញហើយចាប់ពីថ្ងៃទី2មកគឺមានរឿងមិនស្រួលតែម្ដងនិយាយអញ្ចឹងហាក់ដូចជាការពិតមែនវាកំទេចយកអាចប៉ះពាល់ដល់ទឹកភ្លើងនិងឧស្ម័នជឿអន្តរយប់នោះឯងបានធ្វើអ្វីខ្លះនៅក្នុងក្រុមទាំងមូលកំពុងតែនិយាយឈ្មោះរបស់ខ្ញុំចៅហ្គៃវិនក៏បានដឹងខ្លួនហើយចង្អុលមុខខ្ញុំភ្លាមខ្ញុំថាហើយថាក្មេងនេះមិនស្រួលទេវាកំទេចសំណងខុសច្បាប់ទូចង់វាកំទេចនៅកណ្ដាលអាធ្រាត្រហើយធ្វើឲ្យមានសម្លេងរំខានយ៉ាងខ្លាំងច្បាស់ជាគេគុំគួនក្នុងចិត្តហើយសងសឹកដោយចេតនាអ្នកគ្រប់គ្រងវងអ្នកប្រញាប់នាំមនុស្សទៅផ្ទះគេមើលទៅក្រោមយកផ្ទះគេច្បាស់ជាមានខ្មោចហើយក្រឡេកមើលអក្សរដែលពោពេញដោយគំនុំនៅលើទូរស័ព្ទផ្ទៃមុខរបស់ខ្ញុំមិនមានទឹកមុខអ្វីទាំងអស់ហើយនៅពេលដែលខ្ញុំដាក់ទូរស័ព្ទចុះកណ្ដឹងទ្វារក៏រោតឡើងភ្លាមអ្នករស់នៅក្នុងអគារទាំងមូលបានមកដល់តើឯងជាអ្នកធ្វើមែនទេពេលយកផ្ទះឯងវាកំទេចអគារទាំងមូលក៏មានបញ្ហាតើឯងបានលួចធ្វើអ្វីខ្លះខ្ញុំងាកខ្លួនបង្ហាញសញ្ញាឲ្យពួកគេចូលមកមើលចៅហ្គៃវិនគឺជាអ្នកដឹងខ្លួនមុនគេហើយឈានជើងដើរចូលទៅខាងក្នុងពេលពួកគេដើរចូលទៅក្នុងបន្ទប់
ទទួលភ្ញៀវឃើញបំពង់ខ្វាត់ខ្វាយញញែញ៉ៃនោះមនុស្សគ្រប់គ្នាក៏ដកដង្ហើមធំ ទូយកទឹកទូយកហ្គាសមិនក៏នៅទីនេះទាំងអស់ចឹងឯងយករបស់អស់នេះមកផ្ទះឯងមែនទេ វាមាននៅទីនេះរហូតមកគ្រាន់តែពីមុនត្រូវជញ្ជាំងបាំងចិត្តសៀវស៊ឺនេះវាមានរឿងអីឲ្យប្រកាសទៅអគារនេះគឺជាសំណង់សាកល្បងក្នុងទសវត្សរ៍ទី 60 ដើម្បីសន្សំសំចៃការចំណាយក្រុមជាងសំណង់បានបង្រួមបណ្ដាញទឹកភ្លើងនិងហ្គាសនៃអគារទាំងមូលមកប្រមូលផ្ដុំនៅជ្រុងនេះក្រោយមកប្លង់ត្រូវបានបាត់បង់ឯកសារក៏ដាច់ហើយរឿងនេះក៏คล้ายជារឿងដែលមិនច្បាស់លាស់គ្រប់គ្នាបានស្ដាប់ហើយគៀងព័ត៌មាននេះច្រើនពេកពួកគេមិនអាចទទួលយកបានភ្លាមទេជើគុយហ្វិននិយាយមុនគេសម្លេងពោពេញដោយការសង្ស័យ មិននឹងអាចទៅរួចតើផ្ទះអ្នកណាគេរចនាបែបនេះឯងចាត់ទុកពួកយើងជាក្មេងអាយុ3ឆ្នាំមែនទេ ជឿមិនជឿស្រេចតែអ្នកប៉ាខ្ញុំបានរកឃើញហានិភ័យសុវត្ថិភាពនេះកាលពីមុនប៉ុន្តែដោយសារមិនដឹងថាត្រូវរីការប្រាប់អ្នកណាទើបគាត់កែច្នៃវាដោយខ្លួនឯងនិយាយបណ្ដាលខ្ញុំចង្អុលទៅវ៉ាល់នឹងកន្លែងភ្ជាប់សំខាន់មួយចំនួនគាត់បានពង្រឹងបំពង់ផ្លាស់ប្ដូរវ៉ាល់ដែលចាស់និងបន្ថែមឧបករណ៍រក្សាសម្ពាធមួយទៀតដើម្បីការពារបណ្ដាញនេះកុំឲ្យអ្នកក្រៅប៉ះពាល់គាត់បានចំណាយលុយខ្លួនឯងបិទកន្លែងនេះតែនឹកស្មានមិនដល់ថា20ឆ្នាំកន្លងផុតទៅបំណងល្អរបស់គាត់កាលនោះคล้ายជាសំណងខុសច្បាប់ក្នុងភ្នែកអ្នករាល់គ្នាបន្ទាប់ពីស្ដាប់សម្ដីខ្ញុំចប់បន្ទប់ទទួលភ្ញៀវស្ងាត់ជ្រងអ្នកចិត្តខាងមានទឹកមុខភ័យស្លន់ស្លោទីបំផុតឆៅហ្គៃវិនបានដឹងថានាងបានបង្កបញ្ហាធំប៉ុណ្ណា ចុះឥឡូវគិតយ៉ាងម៉េចឯងមិនមែនថាមានឧបករណ៍រក្សាលំនឹងតង់ស្យងទេអីមិនក៏នៅតែមានបញ្ហាទៀត ដោយសារតែអ្នករីកាពីការសាងសង់ខុសច្បាប់ទើបធ្វើឲ្យខ្ញុំវាជញ្ជាំងនេះចោលហើយឧបករណ៍រក្សាលំនឹងតង់ស្យងដែលប៉ាខ្ញុំដំឡើងគឺលាក់នៅក្នុងជញ្ជាំងឥឡូវជញ្ជាំងលែងមានឧបករណ៍ក៏លែងមានដែរចរន្តអគ្គិសនីបានត្រឡប់ទៅរកស្ថានភាពមិនមានលំនឹងដូចពីមុនវិញដូច្នេះហើយទើបឧបករណ៍ប្រើប្រាស់ទឹកនិងភ្លើងមានការប្រែប្រួលហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្ដីរបស់ខ្ញុំប្រៀបដូចជាញួរដ៏ធ្ងន់មួយដែលវាសង្កត់យ៉ាងខ្លាំងទៅលើបេះដូងរបស់មនុស្សគ្រប់គ្នាសម្លេងរបស់ឆៅហ្គៃវិនកំពុងតែញ័រ មានន័យថាម៉េច មានន័យថាឥឡូវនេះចរន្តអគ្គិសនីចាស់មួយនេះស្ថិតក្នុងស្ថានភាពដែលគ្មានការការពារហើយត្រូវទ្រទ្រង់បន្ទុករបស់អគារទាំងមូលតើអ្នកគិតថាវាអាចទ្រាំបានយូរប៉ុណ្ណា ចឹងឯងឆាប់ដំឡើងវាវិញទៅឈឿនខ្ញុំបញ្ជាឯងឲ្យធ្វើវាឲ្យដូចដើមវិញភ្លាម យូរសម្ដីនេះខ្ញុំស្ទើរតែសាយចេញមកឆៅហ្គៃវិនហាក់ដូចជាភ្លេចហើយថាគឺនាងជាអ្នកនាំមុខគេក្នុងការរីកាទើបខ្ញុំវាកំទេចវាចោលធ្វើឲ្យដូចដើមវិញអ្នកឯងភ្លេចហើយមែនទេនេះគឺជាសំណងខុសច្បាប់ឯកសាររបស់រដ្ឋបាលក្រុងបានសរសេរថាត្រូវតែវាកំទេចចោលខ្ញុំជាពលរដ្ឋល្អដែលគោរពច្បាប់រឿងសាងសង់ខុសច្បាប់ខ្ញុំមិនហ៊ានធ្វើទៀតទេសម្ដីរបស់ខ្ញុំបានវាបំបែកខ្សែការពារផ្លូវចិត្តរបស់ឆៅហ្គៃវិនទាំងស្រុងហើយអ្នកគ្រប់គ្រងវងក៏បានដឹងខ្លួនវិញដែរសៀវស៊ុយប្អូនស៊ុយខ្ញុំសូមអង្វរែងឆាប់រកវិធីទៅបើនៅតែបែបនេះទៀតនឹងមានរឿងធំមិនខានថ្ងៃនេះគ្រាន់តែទឹកភ្លើងមិនដាល់ចុះទម្រាំមានកន្លែងណាផ្ទុះអ្នកទាំងអគារយើងច្បាស់ជាវិនិច្ឆ័យហើយពេលឃើញទឹកមុខភ័យស្លន់ស្លោរបស់អ្នកគ្រប់គ្រងវងនឹងឃើញភាពភ័យខ្លាចនៅលើមុខអ្នកចិត្តខាងផ្សេងទៀតក្នុងចិត្តខ្ញុំគ្មានអារម្មណ៍អ្វីបន្តិចសោះគ្រាន់តែនិយាយពាក្យដែលពួកគេមិនចង់ឬបំផុតដោយស្ងប់ស្ងាត់ខ្ញុំគ្មានវិធីទេនេះជាជំរឿនរបស់អ្នកទាំងអស់គ្នាម៉ោង3ទៀបភ្លឺទ្វារបន្ទប់ខ្ញុំត្រូវគេគោះយ៉ាងខ្លាំងស៊ុយអានបើកទ្វារឆាប់បើកទ្វារទៅដាច់អស់ហើយដាច់ទាំងអស់ហើយទឹកភ្លើងហ្គាសដាច់ទាំងអស់ហើយពេញមួយអគារវឹកវរអស់ហើយសូមអង្វរែងឆាប់ដំឡើងរៀនហើវិញទៅខ្ញុំមិនបានទៅបើកទ្វារភ្លាមទេតែបានទៅផ្ទះបាយដាំទឹកមួយកំសៀវសំឡេងគោះទ្វារនៅខាងក្រៅក៏ប្រែជាសំឡេងទេទ្វារយ៉ាងខ្សោយខ្ញុំកាន់ពេងតែផឹកមួយក្អឹករួចក៏ទាញទ្វារបើកភ្នែករាប់សិបគូសម្លឹងមកខ្ញុំព្រមគ្នាពេលឃើញខ្ញុំកាន់ពេងតែហុយផ្សែងក្នុងដៃទឹកមុខពួកគេកាន់តែគួរឲ្យចាប់អារម្មណ៍មិនផ្ទះអញនៅមានភ្លើងទៀតពីមុនប៉ាខ្ញុំចូលចិត្តទៅស្ទូចត្រីខាងក្រៅគាត់ទុកអាគុយតូចមួយសម្រាប់ប្រើពេលមានអាសន្នសាកម្ដងប្រើបានប៉ុន្មានថ្ងៃពេលលើខ្ញុំនិយាយចៅគុយហ្វឺនក៏ស្ទុះមកចង្អុលមុខខ្ញុំ តើឯងចង់យ៉ាងម៉េចឲ្យប្រកាសតើតែឯងបង្ខំឲ្យអ្នកទាំងអគារស្លាប់ទើបឯងអស់ចិត្តមែនទេ បងស្រីចៅបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់ទេអ្នកដែលបង្ខំអ្នកទាំងអស់គ្នាគឺខ្ញុំមែនទេកាលពីមុនតើអ្នកណាដែលឆ្កេះឆ្កៀលនៅក្នុងក្រុមម្ចាស់ផ្ទះថាវេរងដារបស់ខ្ញុំប៉ះពាល់ដល់សោភ័ណភាពតើអ្នកណាដែលរៀបចំឲ្យអ្នកទាំងអស់គ្នាប្តឹងថាខ្ញុំអាត្មានិយមហើយអ្នកណាដែលកាន់លិខិតជូនដំណឹងរបស់មន្ត្រីរៀបចំសណ្ដាប់ធ្នាប់មកអួតអាងនៅមុខខ្ញុំថាខ្ញុំសមុខហើយរាល់ពេលដែលខ្ញុំនិយាយមួយម៉ាត់ទឹកមុខរបស់បងស្រីចៅក៏ស្លេកស្លាំងបន្តិចខ្ញុំបានរុះរើសំណងខុសច្បាប់តាមការទាមទាររបស់អ្នកទាំងអស់គ្នាគោរពច្បាប់និងសហការគ្រប់ការងារទាំងអស់ឥឡូវនេះសោភ័ណភាពដែលអ្នកទាំងអស់គ្នាចង់បានគឺមានហើយរូបរាងទាំងមូលរបស់បុរីក៏ត្រូវបានរក្សាទុកអ្នកទាំងអស់គ្នាគួរតែសប្បាយចិត្តទៅត្រូវចុះហេតុអីបានជាមកវីទ្វាររបស់ខ្ញុំសម្លេងរបស់ខ្ញុំមិនសូវឬទេប៉ុន្តែវាបានបន្លឺចូលត្រចៀកគ្រប់គ្នាយ៉ាងច្បាស់អ្នកចិត្តខាងដែលធ្លាប់តែគ្រប់គ្រងបងស្រីចៅឥឡូវនេះសុទ្ធតែអន់ក្បាលចុះ សៀវស៊ុយពួកយើងពិតជាដឹងខុសហើយសូមអង្វរែងមនុស្សធំគុំប្រកាន់មនុស្សតូចតាចអីគុំប្រកាន់ពួកយើងអី គ្មានទឹកភ្លើងហ្គាសកណ្ដាលយប់អញ្ចឹងទាំងរងាទាំងងឹតមនុស្សចាស់និងក្មេងនៅផ្ទះទ្រាំមិនបានទេ មែនហើយសៀវស៊ុយឯងចាត់ទុកថាអាណិតពួកយើងទៅចុះ សម្លេងអង្វរកលាន់នៅបន្តពេលឃើញរូបរាងរបស់ពួកគេខ្ញុំមានអារម្មណ៍ថាគួរឲ្យចង់សាច់ណាស់អាណិតអ្នកទាំងអស់គ្នាកាលពីមុនពេលអ្នកទាំងអស់គ្នាបង្ខំខ្ញុំតើមានអ្នកណាអាណិតខ្ញុំទេអ្នកទាំងអស់គ្នាជាអ្នករុះរើប្រព័ន្ធការពាររបស់អគារនេះដោយផ្ទាល់ដៃឥឡូវមានរឿងទៅមករកខ្ញុំពួកអ្នកមិនគិតថាវាគួរឲ្យអស់សំណើចទេឬសម្ដីខ្ញុំអ្នកគ្រប់គ្រងវាងស្រាប់តែអបជើងខ្ញុំប្អូនស៊ូលោកម្ចាស់ទុកថាខ្ញុំអង្វរែងចុះខ្ញុំដឹងថាវាជាកំហុសពួកយើងគឺចៅគុយហ្វឺនជានាងអ្នកញុះញង់ពួកយើងសុទ្ធតែចាញ់បោកនាង មែនហើយគឺនាងពួកយើងសុទ្ធតែជឿពាក្យកុហកនាង ត្រូវហើយនាងគឺជាអ្នកបង្កបញ្ហាការប្រជុំថ្កោលទោសមួយបានកើតឡើងនៅមុខទ្វារខ្ញុំដកដង្ហើមធំធ្វើពុតជាពិបាកចិត្តអ្នកទាំងអស់គ្នាមិនមែនខ្ញុំមិនជួយទេអ្នកក៏ឃើញដែរឧបករណ៍នោះជារបស់រាប់សិបឆ្នាំមុនគ្រឿងបន្លាស់ជាច្រើនឥឡូវរកទិញលេងបានហើយអ្វីដែលសំខាន់បំផុតនោះគឺនិយាយដល់ត្រឹមនេះខ្ញុំក៏ផ្អាកបន្តិចរៀនហើគឺជាសំណងខុសច្បាប់បើថ្ងៃនេះខ្ញុំជួសជុលវាវិញចុះបើថ្ងៃណាមួយមានអ្នកចិត្តខាងគិតថាវាប៉ះពាល់
ដល់សោភ័ណភាពហើយទៅប្តឹងខ្ញុំម្ដងទៀតខ្ញុំមិនខាត់កម្លាំងទេដូច្នេះសូមអ្នកទាំងអស់គ្នាត្រឡប់ទៅវិញចុះនិយាយចប់ខ្ញុំលែងខ្វល់ពីប្រតិកម្មរបស់ពួកគេហើយបិទទ្វារលាន់សូប្រាំងម្ដងទៀតមកពីនាងទាំងអស់បើមិនមែននាងចេះដឹងរឿងគេទេតើវាទៅជាបែបនេះទេនាងឯងជាទូចង្រៃឥឡូវល្អហើយគ្រប់គ្នាសើតាមនាងឯងសំឡេងដោះសាររបស់ចៅគួយហ្វឺនត្រូវលេចលង់ក្នុងសំឡេងថ្កោលទោសយ៉ាងខឹងសម្បាចាប់ពីថ្ងៃនេះទៅនាងខ្លាយជាស្ត្រូវរួមរបស់មនុស្សពេញមួយអគារពីថ្ងៃបន្ទាប់អ្នកទាំងមូលក្នុងអគារបានសាកល្បងគ្រប់មធ្យោបាយប៉ុន្តែមិនអាចស្ដារទឹកភ្លើងនិងហ្គាសបានទេដូច្នេះនៅព្រឹកថ្ងៃទី3ទ្វារបន្ទប់របស់ខ្ញុំត្រូវបានគេគូសអ្នកដែលមកគឺលោកគ្រូឈៀនដែលរស់នៅជាន់ខាងលើក្មួយប្រុសយើងមកទីនេះដើម្បីសុំទោសក្មួយគឺជាកំហុសរបស់យើងដែលជឿតាមពាក្យញុះញង់របស់ស្ត្រីមាត់ដាច់ចៅគួយហ្វិនទើបបង្កឲ្យមានរឿងធំបែបនេះយើងសុំទោសក្មួយហើយរឹតតែសុំទោសចំពោះបំណងល្អរបស់ឪពុកក្មួយនិយាយបណ្ដាលោកគ្រូឈៀនក៏រៀបនឹងអោនក្បាលគោរពខ្ញុំប្រញាប់លូកដៃទៅទប់គាត់លោកគ្រូឈៀនតើលោកកំពុងធ្វើអ្វីមិនបានទេទោះបីជាខ្ញុំស្អប់មនុស្សភាគច្រើននៅក្នុងអគារនេះក៏ដោយប៉ុន្តែចំពោះមនុស្សចាស់ម្នាក់ដែលសុកចិត្តបន្ទាបខ្លួនសុំទោសខ្ញុំនៅតែរក្សាការគោរពជាមូលដ្ឋានយើងដឹងថាការឲ្យក្មួយជួសជុលរៀនហាលឲ្យដូចដើមវិញគឺជារឿងពិបាកមិនត្រឹមតែខាតកម្លាំងនិងលុយកាក់ប៉ុណ្ណោះទេថែមទាំងប្រឈមនឹងហានិភ័យទៀតផងដូច្នេះយើងបានពិភាក្សាគ្នាលោកគ្រូឈៀនបានយកស្រោមសម្បត្តិមួយចេញពីហោប៉ៅហើយហុចមកមុខខ្ញុំនេះគឺលុយ 50,000 យន់ដែលអ្នកជិតខាងយើងប៉ុន្មានផ្ទះបានរៃអង្គាសគ្នាចាត់ទុកថាជាថ្លៃចំណាយសម្រាប់ការជួសជុលរបស់ក្មួយឲ្យតែក្មួយព្រមជួយទោះបីជាត្រូវចំណាយលុយប៉ុន្មានទៅថ្ងៃមុខក៏ដោយក៏ពួកយើងសុខចិត្តលក់ឡៃឡង់របស់របរដើម្បីរៃអង្គាសឲ្យក្មួយដែរអ្នកជិតខាងដែលនៅសល់ក៏សម្លឹងមកខ្ញុំដោយក្រសែភ្នែកសង្ឃឹមអ្នករស់នៅក្នុងអគារចាស់នេះភាគច្រើនមិនមែនជាអ្នកមានទេអាចរៃអង្គាសប្រាក់សុទ្ធបាន 50,000 យន់ក្នុងរយៈពេលមួយយប់មើលទៅដឹងថាពួកគេពិតជាប្រឹងប្រែងអស់ពីសមត្ថភាពហើយក្រឡេកមើលស្រោមសម្បត្តិនោះខ្ញុំក៏ក្រវីក្បាលជួសជុលវាវិញគឺបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌពីរទី1បងស្រីហៅត្រូវផ្ញើលិខិតសុំទោសក្នុងក្រុមហើយដាក់វាជាសារសំខាន់រយៈពេល3ថ្ងៃបញ្ជាក់រឿងរ៉ាវឲ្យបានច្បាស់លាស់ទី2ប្រមូលប្រាក់ 20,000 សម្រាប់ជាទុនចាប់ផ្ដើមលុយជួសជុលប្រព័ន្ធភ្លើងក្រៅពីគ្រួសារខ្ញុំអ្នកនៅអគារទាំងមូលត្រូវចេញស្មើគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវស្ងាត់ជ្រុងដូចរោងខ្មោចកុំទាន់និយាយពីលក្ខខណ្ឌដែលឲ្យឆៅហ្គៃវិនសុំទោសត្រឹមតែប្រាក់កក់ 20,000 បូករួមទាំងការចំណាយសរុបដែលត្រូវទូទាត់តាមជាក់ស្ដែងហើយត្រូវបែងចែកស្មើគ្នាតាមគ្រួសារទៀតនេះមិនមែនត្រឹមតែជាការដាក់ទុនកម្មទេនេះគឺកំពុងតែកាត់សាច់ពួកគេហើយបន្ទាប់ពីលោកគ្រូហែននិងអ្នកផ្សេងទៀតចាក់ចេញទៅពិភពលោករបស់ខ្ញុំក៏ត្រឡប់មកស្ងប់ស្ងាត់វិញតែមិនយូរប៉ុន្មានសំឡេងឆ្លោះប្រកែកគ្នាយ៉ាងអស់សង្ឃឹមក៏ផ្ទុះឡើងនៅតាមច្រករបៀងខ្ញុំគិតមើលទៅលុយ 20,000 នេះគ្រួសារយើងទាំង35ចែកគ្នាក្នុងមួយគ្រួសារប្រហែលជា 5,700 ជាងចំណូលគ្រួសារយើងមួយខែបានប៉ុន្មានប្តីខ្ញុំត្រូវគេបញ្ឈប់ពីការងារកូននៅរៀនទៀតស្រាប់តែឲ្យយកលុយជិត 5,000 ចេញមកតើអ្នកចង់ឲ្យពួកយើងស៊ីខ្យល់មែនទេចុះឲ្យធ្វើម៉េចបើគ្មានលុយឈីវអិនមិនព្រមធ្វើការទេយើងមានតែទ្រាំបែបនេះរហូតហើយតើអ្នកណាអាចទ្រាំបានមកពីមីចង្រៃឆៅហ្គៃវិននឹងហើយបើមិនមែនដោយសារនាងទេតែយើងត្រូវរងទុក្ខបែបនេះទេលុយនេះគួរតែឲ្យនាងចេញម្នាក់ឯងត្រូវហើយឲ្យនាងចេញអ្នកណាបង្ករឿងអ្នកនោះទទួលខុសត្រូវប្រហែលកន្លះម៉ោងក្រោយមកសំឡេងឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងក៏បន្លឺឡើងពីជាន់ខាងលើចៅគួយហ្វិនឆាប់ចេញមកភ្លាមនាងធ្វើបាបពួកយើងដល់ថ្នាក់នេះឥឡូវចង់ធ្វើពុតជាស្លាប់មែនទេឆាប់យកលុយចេញមកបើមិនអញ្ចឹងទេថ្ងៃនេះពួកយើងនឹងវាយកំទេចផ្ទះនាងចោលមិនខានខ្ញុំគ្មានលុយទេខ្ញុំពិតជាគ្មានលុយច្រើនបែបនេះទេអ្នកទាំងអស់គ្នាកុំបង្ខំខ្ញុំអីខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺជាសំឡេងស្រែកកំហុករបស់អ្នកជិតខាងកាន់តែច្រើនមាននាងត្រកូលជើនាងមិនត្រឹមតែត្រូវសងលុយទេថែមទាំងត្រូវសរសេរលិខិតសុំទោសទៀតកូននៅផ្ទះយើងសុទ្ធតែគ្រុនក្តៅអស់ហើយបើនាងនៅមានមន្តសការខ្លះឆាប់ឡើងសំឡេងយំនិងសំឡេងជេរប្រតិចបានបន្តយ៉ាងយូរចុងក្រោយនៅសល់តែសំឡេងយំខ្សឹកខ្សួលតិចរបស់មនុស្សស្រីប៉ុណ្ណោះខ្ញុំដឹងថាជើគួយហ្វិនចាញ់ហើយមួយសន្ទុះក្រោយមកទូរស័ព្ទរបស់ខ្ញុំក៏រត់ឡើងនៅខាងក្រោមរូបតំណាងដ៏សាំនោះគឺជាអត្ថបទមួយដែលអាចធ្វើឲ្យនាងស្លាប់ក្នុងសង្គមបានលិខិតសុំទោសផ្ញើជូនអ្នកជិតខាងទាំងអស់នៅអគារលេខ 2 និងលោកស៊ូអានសម្បត្តិមួយច្បាប់នេះប្រៀបដូចជាគ្រាប់បែកដ៏ធំមួយដែលបានផ្ទុះឡើងនៅក្នុងក្រុមម្ចាស់ផ្ទះដ៏ស្ងាត់ជ្រុងព្រះឲ្យពិតជានាងជាអ្នកធ្វើមែនខ្ញុំថាហើយគ្រាន់តែយកមួយមិចនឹងអាចប៉ះពាល់ដល់សោភ័ណភាពបានតាមពិតនាងជាអ្នកប្រឌិតសោះពីស្ពលពេកហើយមនុស្សបែបនេះមិននឹងសាក់សំធ្វើជាអ្នកជិតខាងយើងទៅស្មានតែនាងពូកែប៉ុណ្ណាតាមពិតគ្រាន់តែជាធ្លុកម្នាក់សោះឥឡូវដឹងខុសហើយមែនទេហួសពេលហើយចុះការឈឺចាប់របស់ចាស់និងក្មេងនៅផ្ទះយើងព្រមទាំងលុយដែលខាតបង់តើនាងសងយ៉ាងម៉េចអ្នកជិតខាងដែលធ្លាប់តែគ្រប់គ្រងជើគួយហ្វិនទាំងនោះពេលនេះគឺពួកគេជាខ្លាំងជាងគេខ្ញុំមើលសម្បត្តិនោះក្នុងចិត្តមិនសូវមានអារម្មណ៍អ្វីទេខ្ញុំយកទូរស័ព្ទមកផ្ញើសារចូលក្នុងក្រុមអ្នកគ្រប់គ្រងវាងដូចដែលបាននិយាយគ្នាសម្បត្តិសុំទោសនេះត្រូវដាក់ភិនក្នុងក្រុមរយៈពេល3ថ្ងៃអាចធ្វើបានទេពេលសារខ្ញុំលោតឡើងពេញមួយក្រុមក៏ស្ងាត់ឈឹងអ្នកគ្រប់គ្រងវាងដែលធ្វើពុតជាស្លាប់ក៏ទៅមកវិញភ្លាមធ្វើបានខ្ញុំនឹងធ្វើវាភ្លាមលោកកុំបារម្ភប៉ុន្មានវិនាទីក្រោយមកមានសេចក្តីប្រកាសមួយបានដាក់ភិននៅខាងលើក្រុមនោះគឺសម្បត្តិសុំទោសដ៏គួរឲ្យអាម៉ាស់របស់ជើគួយហ្វិនខ្ញុំមកក្បាលដោយការពេញចិត្តព្រឹកព្រលឹមថ្ងៃបន្ទាប់មានគេគោះទ្វារបន្ទប់ខ្ញុំពេលខ្ញុំបើកទ្វារភ្លាមលោកគ្រូឈៀនក៏ហុចកាត់ក្នុងដៃមកឲ្យខ្ញុំសៀវស៊ូ 20,000 មិនខ្វះ1សេនទេជើគួយហ្វិនយកលុយទិញផ្ទះរៀបការកូនប្រុសគាត់ចេញមកអស់ហើយខ្ញុំទទួលយកកាតនោះរាងកាយរបស់ជើគួយហ្វិនញ៉ារន្តិចក្នុងកែវភ្នែកបង្ហាញពីការឈឺចាប់យ៉ាងខ្លាំងប៉ុន្តែនាងមិនបាននិយាយអ្វីទេហើយក៏មិនអាចនិយាយអ្វីបានដែរអ្នកគ្រប់គ្រងវាងក៏យកឯកសារមួយច្បាប់មកហុចឲ្យខ្ញុំដែរលោកស៊ូនេះគឺជាកិច្ចព្រមព្រៀងដែលម្ចាស់ផ្ទះទាំង34បានចុះហត្ថលេខាសុំលោកមើលទៅខ្ញុំបើកមើលខ្លឹមសារនៃកិច្ចព្រមព្រៀងគឺសាមញ្ញណាស់ផ្ដល់សិទ្ធិឲ្យខ្ញុំទទួលខុសត្រូវទាំងស្រុងលើគម្រោងជួសជុលបំពង់ទឹកលើកនេះទី2រាល់ការចំណាយទាំងអស់ដែលកើតចេញពីគម្រោងនេះនឹងត្រូវបែងចែកស្មើគ្នាដោយម្ចាស់ផ្ទះទាំង34ដោយគ្មានលក្ខខណ្ឌហើយស្ម័គ្រចិត្តបោះបង់ការជំទាស់ណាមួយចំពោះកន្នី
ទី3ម្ចាស់ផ្ទះទាំងអស់បានសន្យារួមគ្នាថាបន្ទាប់ពីជួសជុលរៀនហារួចគ្មាននរណាម្នាក់អាចជំទាស់ឬរារាំងដោយហេតុផលណាមួយឡើយប្រសិនបើមានការបំពាននឹងត្រូវសងជំងឺចិត្ត10 ដងនៃតម្លៃសរុបនៃគម្រោងនេះម្ចាស់ផ្ទះនីមួយបានចុះហត្ថលេខានិងផ្តិតមេដៃពណ៌ក្រហមយ៉ាងច្បាស់តើអ្នកទាំងអស់គ្នាធំក្លិនទេនៅក្នុងខ្យល់មានក្លិនឈ្ងៀមបន្តិចពួកគេបានឬពាក្យរបស់ខ្ញុំក៏ស្រឡាំងកាំងរួចក៏ខំប្រឹងហិតក្លិននៅលើផ្ទៃមុខរបស់ពួកគេបង្ហាញពីការភ័យខ្លាចនេះគឺជាក្លិននៃសម្បកខ្សែភ្លើងដែលកំពុងរលាយបន្តិចម្ដងពីមុនមានឧបករណ៍ដែលឪពុកខ្ញុំបានដំឡើងគឺមានសុវត្ថិភាពណាស់តែឥឡូវនេះវាលែងមានទៀតហើយការទូសេខ្សែភ្លើងអាចនឹងកើតឡើងនៅវិនាទីបន្ទាប់សំឡេងរបស់ខ្ញុំស្ងប់ស្ងាត់ណាស់ប៉ុន្តែរាល់ពាក្យពេចន៍ប្រៀបដូចជាកាំបិតចាក់ចំទម្លុះបេះដូងរបស់ពួកគេដល់ពេលឡានទឹកមកដល់ស្រាប់តែឃើញថានៅក្នុងទូយោទឹកគ្មានទឹកសំបីមួយដំណក់តើអ្នកទាំងអស់គ្នាគិតថានឹងមានរឿងអ្វីកើតឡើងដូច្នេះជំរឿដែលអ្នកទាំងអស់គ្នាបានធ្វើគឺទាន់ពេលវេលាណាស់នៅក្នុងខួរក្បាលរបស់ពួកគេហាក់ដូចជាមានគ្រាប់បែកផ្ទុះឡើងអ្នកគ្រប់គ្រងវាងទុនជើងហើយក៏ដួលអង្គុយនៅលើដីរាងកាយរបស់លោកគ្រូឈៀនក៏កំពុងញ័រមិនឈប់គាត់សម្លឹងមកខ្ញុំបបោមាត់ញ័រហើយនិយាយមិនចេញសំបីមួយម៉ាត់ស៊ូអានមិនមែនកំពុងជំរិតទារប្រាក់ទេគាត់គ្រាន់តែរៀបរាប់ពីការពិតដែលពួកយើងត្រូវតែទទួលយកពួកយើងមិនមែនកំពុងចរចាជាមួយស៊ូអានទេគឺកំពុងរត់ប្រណាំងជាមួយមច្ចរាយហើយគាត់គឺជាមនុស្សតែម្នាក់គត់ដែលកាន់កាំភ្លើងបញ្ជាវគ្គទី2នៃល្បែងជួសជុលទើបតែចាប់ផ្ដើមប៉ុណ្ណោះព្រឹកថ្ងៃបន្ទាប់មេឃទើបតែភ្លឺព្រៀងនៅខាងក្រោមអគារលេខ2មានមនុស្សឈរពេញអស់ទៅហើយខ្ញុំស្លៀកសម្លៀកបំពាក់ធ្វើការមួយកំប្លែតែកាន់ប្រអប់ឧបករណ៍មួយដែលចេញមកយ៉ាងយឺតវត្តមានរបស់ខ្ញុំហាក់ដូចជាបានចុចប៊ូតុងបិទសំឡេងនៅក្នុងហ្វូងមនុស្សចង់ឲ្យការផ្គត់ផ្គង់ទឹកដំណើរការឡើងវិញទាំងស្រុងនៅខ្វះគ្រឿងបន្លាស់សំខាន់មួយទៀតសន្ទះបិទបើកសម្ពាធទឹកទ្វេទេសគ្រឿងបន្លាស់នេះឈប់ផលិតយូរហើយថ្មីរកទិញមិនបានទេតតែរករបស់ចាស់ខ្ញុំបានសម្លឹងមើលទៅក្នុងហ្វូងមនុស្សស្រមោលម្នាក់ដែលចេះតែអន់ក្បាលមិនហ៊ានមើលមុខខ្ញុំបងស្រីឆៅខ្ញុំចាំបានថាស្វាមីរបស់បងពីមុនធ្វើការរោងជាងតែមួយជាមួយប៉ាខ្ញុំពេលឮពាក្យខ្ញុំទឹកមុខរបស់ឆៅហ្គៃវិនស្រាប់តែប្រែជាស្លេកស្លាំងប៉ាខ្ញុំធ្លាប់ប្រាប់ខ្ញុំថាស្វាមីរបស់បងក៏បានយកឧបករណ៍សន្ទះបិទបើកមួយឈុតមកដែរមិនដឹងថាឧបករណ៍មួយឈុតនោះនៅអត់ទេពាក្យសម្ដីរបស់ខ្ញុំប្រៀបដូចជាកាំបិតមួយដើមចាក់ចំកណ្ដាលបេះដូងរបស់ឆៅហ្គៃវិនយ៉ាងសាហាវឧបករណ៍មួយឈុតនោះគឺជាស្វាមីដែលបានចែកឋានទៅរបស់គាត់បន្សល់ទុកជាអនុស្សាវរីយ៍ដ៏តិចតួចជារបស់ដែលគាត់ចាត់ទុកដូចជាកែវភ្នែកតែពេលនេះខ្ញុំបែរជាចង់ឲ្យគាត់ប្រគល់វាដោយផ្ទាល់ដៃទៅវិញបបោមាត់របស់ឆៅហ្គៃវិនញ័រត្រឹកគាត់សម្លឹងមើលក្រសែភ្នែកជំរុញរបស់អ្នកជិតខាងទីបំផុតឆៅហ្គៃវិនក៏ងក់ក្បាលអីចឹងបងទៅយកវាមកចុះពួកយើងរងចាំបងឆៅហ្គៃវិនងាកខ្លួនចេញបោះជំហានយ៉ាងធ្ងន់បាត់ទៅក្នុងច្រកទ្វារអគារក្រសែភ្នែករបស់អ្នកជិតខាងដែលសម្លឹងមើលគាត់មានតែភាពប្រងើយកន្តើយនិងចាត់ទុកថាជារឿងធម្មតានេះទើបជាការដាក់ទុនកម្មពិតប្រាកដមិនមែនជាលុយកាក់មិនមែនជាការជាប់គុកតែជាការវាយប្រហារផ្លូវចិត្តយករឿងដែលគាត់ស្រឡាញ់បំផុតចេញពីខ្លួនគាត់ឲ្យគាត់សងតម្លៃចំពោះភាពល្ងង់ខ្លៅនិងអាត្មានិយមរបស់គាត់ត្រូវតែសងតម្លៃប្រហែល20នាទីក្រោយមកឆៅហ្គៃវិនបានលេចមុខមកដោយកាន់ប្រអប់មួយខ្ញុំបានទទួលប្រអប់នោះហើយបើកវាមែនហើយខ្ញុំបានយកកញ្ចប់ចុងក្រោយចេញពីប្រអប់បន្ទាប់មកបកក្រដាសប្រេងចេញដោយប្រុងប្រយ័ត្នសន្ទះបិទបើកធារាសាស្ត្រទ្វេទិសរកឃើញហើយខ្ញុំបានលើកវាឡើងដើម្បីឲ្យអ្នកគ្រប់គ្នាបានឃើញហ្វូងមនុស្សក៏បានបន្លឺសំឡេងហូរឡើងល្អណាស់រកឃើញហើយពួកយើងមានសង្ឃឹមហើយពួកគេបានអបគ្នាដោយក្តីរំភើបខ្ញុំមិនបានខ្វល់ពីការអបអររបស់ពួកគេទេខ្ញុំបានយកសន្ទះនោះទៅកាន់បំពង់មេរួចដំឡើងគ្រឿងបន្លាស់នេះចូលខ្ញុំបានមួលខ្ចៅចុងក្រោយឲ្យតឹងរួចក្រោកឈរឡើងអ្នកគ្រប់គ្រងវងទៅប្រាប់អ្នកជាន់ខាងលើក្នុងរយៈពេល10នាទីទៀតនឹងមានទឹកប្រើប្រាស់វិញជាផ្លូវការលើកនេះគឺមានទឹកប្រើប្រាស់24ម៉ោងដោយមិនដាច់នោះទេហ្វូងមនុស្សពិតជារំភើបខ្លាំងណាស់ពួកគេបានបដូរការហៅខ្ញុំពីលោកខទៅជាលោកគ្រូឆៅវិញគ្រឿងបន្លាស់សំខាន់សន្ទះបិទបើកធារាសាស្ត្រទ្វេទិសតម្លៃទិញ50000យ៉នខ្ញុំនឹងផ្ទេរប្រាក់នេះពីមូលនិធិគម្រោងទៅឲ្យបងស្រីយ៉ាវផ្ទាល់ចាត់ទុកថាជាសំណងបន្តិចបន្តួចពីពួកយើងទាំងអស់គ្នាសម្រាប់ឧបករណ៍ដែលប្តីគាត់បានបន្សល់ទុកអ្នកជិតខាងមិនហ៊ានសួរទេពួកគេខ្លាចថានិយាយទៅទឹកម៉ាស៊ីនដែលទើបតែមានវិញនេះនឹងបាត់ទៅវិញខ្ញុំបានសម្លឹងមើលទៅឆៅហ្គៃវិនភ្នែកដ៏ស្រពោនរបស់នាងបានបង្ហាញពីអារម្មណ៍ដ៏ស្មុគស្មាញមួយខ្ញុំមិនបានខ្វល់ពីការគិតរបស់នាងទេថ្ងៃស្អែកបន្តទៀតត្រឡប់ទៅផ្ទះរៀងខ្លួនទៅក្រោយពីជួសជុលបានប៉ុន្មានថ្ងៃហ្គាសក៏មានប្រាវិញដែរខ្ញុំបានទៅភ្ជាប់ខ្សែភ្លើងចុងក្រោយហើយយកដំបងវែងការពារចរន្តអគ្គិសនីមួយចេញមកខ្ញុំបានរុញកុងតាក់ភ្លើងចាស់នោះឡើងលើដោយដកដង្ហើមធំមួយរួចរុញវាឡើងផាច់ភ្លឺហើយភ្លើងនៅផ្ទះខ្ញុំភ្លឺអស់ហើយមួយរំពេចនោះអគារលេខ2ទាំងមូលមានពន្លឺភ្លឺចិញ្ចាចលោកគ្រូស៊ូពិតជាអស្ចារ្យមែនមិនដឹងថាអ្នកណាជាអ្នកស្រែកពាក្យនេះមុនគេទេបន្ទាប់មកសំឡេងស្រែកថាលោកគ្រូស៊ូអស្ចារ្យមែនបានបន្លឺឡើងពេញបូរីយ៉ាងយូរខ្ញុំឈរនៅកណ្ដាលពន្លឺនោះផ្ទៃមុខនៅតែគ្មានអារម្មណ៍អ្វីទាំងអស់ការសងសឹករបស់ខ្ញុំបានបញ្ចប់ហើយសង្គ្រាមមួយនេះខ្ញុំជាអ្នកឈ្នះ3ថ្ងៃក្រោយមកប្រាក់ថ្លៃគម្រោងទាំងអស់ត្រូវបានផ្ទេរចូលកាតរបស់ខ្ញុំអ្នកគ្រប់គ្រងវាងតំណាងឲ្យម្ចាស់ផ្ទះទាំងអស់បានយកទង់ជ័យមួយមកឲ្យខ្ញុំនៅលើនោះមានសរសេរអក្សរពណ៌មាសធំ8ទូថាជំនាញប៉ិនប្រសពគុណបំណាច់ដោយការបង្កើតថ្មីដូចគ្នាដែរជីវិតរបស់ខ្ញុំបានវិលមករកភាពស្ងប់ស្ងាត់វិញអ្នកជិតខាងពេលឃើញខ្ញុំតែងតែហៅខ្ញុំថាលោកគ្រូស៊ូហើយក៏គ្មានអ្នកណាហ៊ានមកបញ្ជីជីវិតខ្ញុំទៀតដែរខ្ញុំសម្លឹងមើលអក្សរដៃដ៏សាំរបស់ប៉ានៅលើប្លង់ប៉ាមើលចុះខ្ញុំបានដំឡើងកុងតាក់របស់ប៉ាហើយនៅខាងក្រៅបង្អួចមានពន្លឺភ្លើងរាប់ម៉ឺនគ្រួសារឯពន្លឺនៅក្នុងអគារនេះគឺខ្ញុំជាអ្នកគ្រប់គ្រងនៅក្នុងគ្រប់ម្ចាស់ផ្ទះលិខិតសុំទោសរបស់ជើគួយហ្វិននៅតែត្រូវបានដាក់នៅខាងលើគេជានិច្ចខ្ញុំជួនកាលឃើញនាងចុះមកក្រោមចោលសម្រាមនាងតែងតែអន់ក្បាលដើរយ៉ាងប្រញាប់ប្រញាល់ដូចជាខ្មោចអញ្ចឹងលីថាកូនប្រុសរបស់នាងដោយសារតែលុយទិញផ្ទះរៀបការអស់ក៏បានឆ្លោះប្រកែកជាមួយនាងយ៉ាងខ្លាំងហើយមិនបានមកលេងនាងយូរណាស់មកហើយជើគួយហ្វិនដែលធ្លាប់តែមានអំណាចនោះបានបាត់ខ្លួនទាំងស្រុងហើយ